បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយករឿងរ៉ាវរបស់ពូម្នាក់ដែលតាក់ទងទៅនឹងការដាក់អំពើឬក៏តាក់ទងនឹងមន្តអាគមខ្មៅដែលបានកើតឡើងចំពោះគាត់នៅអន្លងឆ្នាំ2005ពូចិនគាត់ជាឈ្មួញរ៉ូស៊ីម្នាក់ដែលរស់នៅក្នុងទីក្រុងភ្នំពេញហើយមុខរបររបស់គាត់ហ្នឹងគឺការកបគូសនដែរហើយគាត់ក៏មានមិត្តជិតស្និទ្ធម្នាក់នៅឯខេត្តកំពង់ធំថ្ងៃមួយហ្នឹងគាត់មានអារម្មណ៍ថានឹករលឹកដល់មិត្តភ័ក្តិហើយពេលហ្នឹងគាត់បានបបួលភរិយារបស់គាត់ហ្នឹងដែលឈ្មោះថាមីងពីនហ្នឹងទៅលេងហើយសម្រាប់មិត្តភ័ក្តិរបស់គាត់វិញឈ្មោះថាចន្ទ្រាពូចិនហើយនឹងភរិយារបស់គាត់ហ្នឹងក៏បានរៀបចំធ្វើដំណើរទៅដោយរថយន្តតខ្លួនរបស់គាត់ពេលដែលគាត់ធ្វើដំណើរទៅហ្នឹងគាត់អត់បានខលទៅប្រាប់ពូចន្ទ្រាមុនទេដោយសារតែចង់សប្រៃពូចន្ទ្រាដោយសារតែពួកគាត់ហ្នឹងគឺខានជួបគ្នាយូរហើយគាត់ទាំងពីរនាក់ហ្នឹងក៏ជាមិត្តភ័ក្តិដែលចិត្តដិតធ្លាប់កំសត់កំរជាមួយគ្នាតាំងពីក្មេងមកដែរមិនយូរប៉ុន្មានម៉ោងប្រហែលជា3អាសៀលហ្នឹងពូចិនគាត់ក៏បានទៅដល់ផ្ទះពូចន្ទ្រាពេលហ្នឹងពូចន្ទ្រាគាត់កំពុងតែដេករឹងហើយឃើញឡានរបស់ពូចិនមកអញ្ចឹងគាត់ស្គាល់ហើយក៏ស្ទុះទៅរាក់ទាក់ពូចន្ទ្រាគាត់និយាយថាពួកម៉ាក់មកទាំងមូលមិនអត់ប្រាប់គាត់មុនអញ្ចឹងហើយពេលហ្នឹងពូចិនគាត់និយាយថាគាត់ទៅសារតែគាត់ចង់សប្រៃមិត្តភ័ក្តិខានជួបគ្នាយូរហើយពូចន្ទ្រាក៏រៀបចំវិវ៉ាន់របស់ពូចិនហើយនឹងប្រពន្ធពូចិនហ្នឹងអញ្ជើញឲ្យគាត់ឡើងទៅលើផ្ទះហើយពេលហ្នឹងគាត់បានផ្ដាំឲ្យប្រពន្ធរបស់គាត់ហ្នឹងដាំបាយហើយធ្វើម្ហូបដើម្បីទទួលពូចិនហើយនឹងភរិយារបស់គាត់តបពីហូបបាយជុំគ្នារួចពូចិនហើយនឹងពូចន្ទ្រាគាត់ក៏អង្គុយជជែកគ្នាលេងទុកឲ្យប្រពន្ធពូចន្ទ្រានាំមីងពីនដើរលេងក្នុងផ្សារក្នុងភូមិរហូតដល់រៀងល្ងាចបន្តិចពូចន្ទ្រាក៏នាំពូចិនហូបស្រាត្រាំពូវែកដែលជាចំណងចំណូលចិត្តរបស់គាត់ទាំងពីរនាក់ហើយពេលហ្នឹងក៏មានអ្នកភូមិម្នាក់ដែលមកហូបកដោជុំពួកគាត់ដែរឡងពេលដែលហូបជុំគ្នាសប្បាយសុកហ្នឹងស្រាប់តែមីងពីនគាត់និយាយប្រាប់ពូចិនថាកុំឲ្យហូបច្រើនពេកដោយសារតែថ្ងៃហ្នឹងរៀងអស់កម្លាំងធ្វើដំណើរមករៀងឆ្ងាយតែអញ្ចឹងចាំស្អែកទៅចាំហូបបន្តទៀតគ្រាន់តែលឺអញ្ចឹងអ្នកភូមិម្នាក់ដែលមកហូបជុំពួកគាត់ហ្នឹងនិយាយថាពូចិនហ្នឹងខ្លាចប្រពន្ធគ្រាន់តែគាត់ហូបតិចតួចសោះក៏ខ្លាចម៉េះពូចិនគាត់ស្ទុះឡើងហើយស្ដីឲ្យខ្លាំងប្រហែលម៉ាត់ពេលហ្នឹងធ្វើឲ្យអ្នកភូមិហ្នឹងគាត់ខឹងដែរហើយគាត់ដើរចេញពេលតែគាត់ដើរចេញហ្នឹងគាត់និយាយថាហែងចាំមើលពូចន្ទ្រាគាត់ក៏ចាប់ផ្ដើមចេញមកស្រួលហើយនិយាយលួងពូចិនកុំឲ្យគាត់ខឹងហើយពេលហ្នឹងគាត់បានបញ្ជាក់ថាមានរឿងជាមួយអ្នកភូមិម្នាក់ហ្នឹងអត់សូវល្អប្រហែលទេដោយសារតែគាត់ហ្នឹងគឺចេះអំពីការដាក់មន្តអាគមខ្មៅឬក៏ការធ្វើអំពើកាត់ម្ដងស្អែកឡើងពេលហ្នឹងប្រពន្ធពូចន្ទ្រាគាត់ក៏ចាប់ផ្ដើមរៀបចំធ្វើម្ហូបហើយម្ហូបដែលគាត់ធ្វើហ្នឹងគឺឆាក្តៅសាច់មាន់បន្ទាប់ពីគាត់ធ្វើម្ហូបឆ្អិនរួចអស់ហើយគាត់ក៏រៀបចំហូបបាយថ្ងៃត្រង់ជុំគ្នាប៉ុន្តែប្លែកអីតាពូចិនគាត់អង្គុយធ្វើមុខដូចអន់ចិត្តហើយពេលហ្នឹងគាត់អត់ហូបបាយទេពូចន្ទ្រាក៏សួរថាកើតអីមែនម្ហូបអត់ត្រូវចិត្តឬក៏កើតអីពូចិនគាត់តបឡើងលឿនមិញថាឲ្យគាត់ហូបមិនកើតបើស្លោអស់ហ្នឹងឃើញសិតតែតកៅហើយខ្យាដំរីក្អែបហ្នឹងដល់លឺចឹងពូចន្ទ្រាគាត់ក៏ហៅប្រពន្ធរបស់គាត់ឲ្យមកក្រៅសិនហើយពេលហ្នឹងគាត់បាននិយាយថាគាត់អត់ហ៊ានសង្ស័យណាគេទេប៉ុន្តែអ្វីដែលពូចិនគាត់បានប្រាប់ហ្នឹងប្រហែលជាគាត់នឹងត្រូវពើរបស់គេឬក៏មានអ្នកមានបំណងចង់ចាញ់ចាលដល់ពូចិនទ្រាហើយនឹងភរិយារបស់គាត់នឹងក៏ត្រឡប់ទៅកន្លែងហូបបាយវិញហើយគាត់ក៏បានប្រាប់ដល់ពូចិនថាប្រហែលជាពូចិននឹងគាត់ត្រូវពើរបស់គេហើយគាត់បានបញ្ជាក់ថាប្រហែលជាអ្នកភូមិម្នាក់ដែលមកហូបចុកជាមួយគាត់នឹងកាលពីល្ងាចមិញគាត់ក៏អត់ហ៊ានចោទគេទាំងស្រុងដែរដោយសារតែអត់មានភស្តុតាងជាក់ស្ដែងទេប៉ុន្តែគាត់គិតថាអាចជាម្នាក់ហ្នឹងកំពុងតែនិយាយគ្នាអត់ទាន់ចប់ផងស្រាប់តែពូចិននោះគាត់ចាប់ដើមមានអារម្មណ៍ថាឈឺពោះហើយភ្លាមហ្នឹងពូចន្ទ្រាគាត់រៀងកលេចឃើញក្បាលពោះរបស់ពូចិនហ្នឹងរៀងដូចប៉ោងធំហើយសំខាន់មានចាប់ដើមមានស្នាមប្រេះហើយពណ៌រៀងកម្មៅពូចន្ទ្រានៅពេលដែលគាត់ឃើញស្ថានភាពសូវស្រួលអញ្ចឹងគាត់ក៏ដុតពូចិនទៅរកគ្រូខ្មែរម្នាក់ដែលនៅក្នុងស្រុកភូមិរបស់គាត់ហ្នឹងគេល្បីតគ្នាថាគាត់ហ្នឹងគឺប្រកែកខាងការដោះអំពើឬក៏តាក់ទងនឹងមន្តអាគមខ្មៅបន្ទាប់ពីទៅដល់លោកគ្រូខ្មែរម្នាក់គាត់ក៏បានរៀបចំសូត្រមន្តអាគមហើយ
បានយកទឹកមុនហ្នឹងឲ្យពូចិនគាត់ផឹកមកផ្ទាល់ភ្លាមៗនេះស្រាប់តែពូចិនគាត់មានអារម្មណ៍ថារីងស្រួលជាងមុនធូរស្រាលជាងមុនហើយពោះរបស់គាត់ហ្នឹងគឺលែងហើមបន្ទាប់ពីបានរៀងធូរហើយលោកគ្រូខ្មែរហ្នឹងគាត់ក៏ខាត់ពូចិនឲ្យនៅនឹងសិនដោយសារតែគាត់ប្រាប់ថានៅម៉ោង3ទៀបភ្លឺហ្នឹងអ្នកដាក់អំពើម្នាក់ហ្នឹងគេនឹងដាក់មកម្ដងទៀតបន្ទាប់មកលោកគ្រូខ្មែរគាត់ក៏ចាប់ផ្ដើមរៀបចំប៉ុតសេម៉ាហើយនឹងទឹកមុនរបស់គាត់ដើម្បីការពារពូចិននៅពេលដែលដល់ម៉ោងប្រហែលជា3ទៀបភ្លឺហ្នឹងពូចិនគាត់ក៏ចាប់ផ្ដើមធ្វើទុកខ្លាំងមែនទែនក្អួតចេញមកសិតតែឈាមលោកគ្រូខ្មែរគាត់ក៏ចាប់ផ្ដើមធ្វើពិធីរបស់គាត់ដែរដើម្បីតតាំងជាមួយនឹងអ្នកដែលដាក់អំពើលើពូចិនគាត់បានកូរទឹកមុនមកកូនផ្តិលឲ្យពូចិនគាត់ផឹកហើយភ្លាមៗហ្នឹងនៅពេលដែលពូចិនគាត់ផឹកហ្នឹងគាត់ក្អួតចេញមកសិតតែស្បែកកបីទាំងដុំហើយសំខាន់គឺមានលាយជាមួយនឹងឡាមកទៀតមកស្ទុះក្រោយមកពូចិនគាត់រៀងបានធូរស្រាលជាងមុនហើយលោកគ្រូខ្មែរគាត់ក៏បានសួរពូចិនថាចង់ធ្វើតបទៅវិញអត់គ្រូខ្មែរគាត់បានបញ្ជាក់ថាអ្នកដែលដាក់អំពើលើពូចិនហ្នឹងពេលហ្នឹងគាត់ចាញ់ហើយបើអត់ចង់ធ្វើតបវិញក៏បានដែរដើម្បីកុំឲ្យមានការចងគំនុំនឹងគ្នាទៀតពូចិននឹងគ្រួសាររបស់គាត់ហ្នឹងគឺអត់ចង់មានការចងកម្មពីអ្វីទេប៉ុន្តែគាត់ក៏បញ្ជាក់ថាគាត់ក៏អត់ចង់ឲ្យម្នាក់ដែលដាក់អំពើលើគាត់ហ្នឹងធ្វើបានអ្នកផ្សេងទៀតដែរពេលហ្នឹងលោកគ្រូខ្មែរគាត់ក៏និយាយថាគាត់អាចធ្វើបានដោយអត់ឲ្យម្នាក់ហ្នឹងមានគ្រោះថ្នាក់អីទេប៉ុន្តែម្នាក់ហ្នឹងនឹងអត់អាចធ្វើអំពើដាក់គេផ្សេងទៀតបានទេក្រោយមកគាត់ក៏ចាប់ដើមរៀបចំពិធីហើយធ្វើនៅមុខអាសនៈរបស់គាត់ប្រហែលជាកន្លះម៉ោងគាត់អាចឲ្យពូចិនត្រឡប់ទៅផ្ទះវិញបានហើយឲ្យយន់មួយបន្ថែមទៀតដើម្បីការពារទៅថ្ងៃក្រោយបន្ទាប់ពីទទួលបានយន់រួចពូចិនពូចន្ទ្រានិងភរិយាក៏ត្រឡប់ទៅផ្ទះវិញហើយនៅពេលព្រឹកឡើងពូចិនគាត់ក៏ត្រឡប់ទៅភ្នំពេញវិញជាមួយនឹងភរិយារបស់គាត់កាត់មកដល់មួយរយៈធំក្រោយមកអ្នកភូមិម្នាក់ដែលគាត់បានទៅហូបចុកជុំគ្នាជាមួយពូចិនជាមួយនឹងពូចន្ទ្រាហ្នឹងតែបានមានបញ្ហាជាមួយគ្នាហ្នឹងគាត់ក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺហើយស្គមស្គាំងខ្លាំងដោយសារតែគាត់ហ្នឹងឯងដែលបានដាក់អំពើហើយចង់ចាញ់ចាពូចិនឥឡូវហ្នឹងគាត់អត់អាចដាក់អំពើទៅលើអ្នកគេបានទៀតទេនៅពេលដែលគាត់ដាក់គឺតែងតែឡងមកខ្លួនឯងវិញរហូតបាទអញ្ចឹងទាំងអស់នេះគឺជាសាច់រឿងពិតរបស់ពូចិនដែលគាត់បានចែកម្លែកដើម្បីទុកឲ្យបងប្អូនស្ដាប់ជាការកម្សាន្តជាចុងក្រោយខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា